ដើរលេងមិនប្រកាសថាអត់ប្រយោជន៍គ្រប់រឿងណាដោយម្ចាស់ហាងនេះដោយសារតែការដើរលេងតាមក្រៅប្រទេសនឹងហើយទើបគាត់អាចបើកហាងបណ្ដៅរហូតមកដល់ពេលនេះមានដល់ទៅជាង20សាខានៅសៀមរាបភ្នំពេញកំពង់សោមនៅទឹកខ្មៅក៏មានអូច្រើនណាស់សាខារបស់គាត់ណាហើយឥឡូវនេះគាត់ចេញអាណាឈុតម្នាក់ឯងមិនស្លាប់ទេអ្នកដែលចូលចិត្តតែញ៉ាំអីម្នាក់ឯងអញ្ចឹងណាកុំឲ្យថាអូកំងមកច្រើនពេកញ៉ាំមិនអស់នេះមួយសាកឈុតម្នាក់ឯងមិនស្លាប់ទេតម្លៃត្រឹមតែ$2.99ទេអ្នកនរគ្នាអាចញ៉ាំបានហើយសម្រាប់ឈុតបណ្ដៅរបស់គាត់គឺមានដល់ទៅ4ឈុតណាមានឈុតទូចមានឈុតធំមានឈុតកដាលអីណាតម្លៃចាប់ពី$5 $10 $15 និង$20ជាប្រភេទឈុតពិសេសដែលយើងអាចញ៉ាំបានគ្នាដល់ទៅ4-5នាក់អីអញ្ចឹងណាហើយឥឡូវនេះចេញកាទៀវកាត់បណ្ដៅណាគាត់នេះទៀតអត់មាននៅស្ងៀមទេគាត់តែងតែបញ្ចេញម៉នុយថ្មីតម្លៃចាប់ពី$10000ឡើងទៅជាប្រភេទកាទៀវកាត់ប៉ាតេណាហើយបើសិនជាយើងចង់ញ៉ាំអាឈុតធម្មតារបស់គាត់តម្លៃតែ$13000ឬក៏$3.25ទេហើយគាត់មានឈុតពិសេសមួយទៀតឈុតពិសេសហ្នឹងដូចជា$5 5កាណាក្នុងហ្នឹងបើសិនជាយើងញ៉ាំហើយយើងរបៀបថារៀងស្ទើរនេះស្ទើរនោះអញ្ចឹងណាគេមាន topping ឲ្យយើងថែមទៀតហើយ topping របស់គាត់មានច្រើនសម្បូរបែបមានតាំងពីផិតត្រីហូមគល់ស្លឹកគ្រៃមានសយ៉ក្តាមមានណែមជូរអែមមានប៉ាតេមានអីអញ្ចឹងណាហើយបើលក្ខណៈពិសេសនៃកាទៀវកាត់របស់គាត់គឺម្សៅគេត្រាំកហើយគេយកទៅកិនថ្មីរៀងរាល់ថ្ងៃអត់មានយករបស់សល់ឬក៏គាត់យកកំងមកពីក្រៅទេគឺគាត់ធ្វើខ្លួនឯងទាំងអស់ភាគច្រើននៃគ្រឿងរបស់គាត់គឺគាត់ធ្វើខ្លួនឯងមិនថាប្រហិតរំគល់ស្លឹកគ្រៃណែមសយ៉អីទេគឺគាត់ធ្វើខ្លួនឯងទាំងអស់អញ្ចឹងអ្នកដែលចូលចិត្តញ៉ាំបណ្ដៅគាត់ប្រកាសជាស្គាល់ហើយហាងបណ្ដៅរបស់គាត់នេះនិយាយទៅតាំងពី logo តាំងពីអីភាគច្រើនគឺយើងងាយចំណាំមានរូប Victor រូបគាត់នឹងផ្ទាល់ហើយសម្រាប់សាខាដែលខ្ញុំថតនេះគឺនៅសាខាចកាដូងដែលជាសាខាថ្មីរបស់គាត់គឺនៅលើផ្លូវលេខ7គេហៅថាបូរីពិភពថ្មីចកាដូងមួយហ្នឹងនៅជិតជាមួយនឹងខ្លោងទ្វារដែលគាត់បើកលក់តាំងពីម៉ោង11ព្រឹកតទៅរហូតដល់ម៉ោង10យប់ហើយគាត់មានប្រម៉ូសិនពិសេសមែនតើចាប់ពីថ្ងៃទី29ដល់ថ្ងៃទី31មីនាឆ្នាំ2026នេះសម្រាប់អ្នកទាំងអស់គ្នាដែលទិញឈុតបណ្ដៅពិសេសរបស់គាត់ដែលតម្លៃ$20ហ្នឹងគឺគាត់ថែមជាមួយនឹងកាទៀវកាត់ធម្មតាឲ្យមួយហើយប្រម៉ូសិនហ្នឹងមាននៅលើសាខាទឹកខ្មៅមានចកាដូងទួលតពូងសាខាបឹងស្នោនិងសាខានៅកំពង់សោមហើយបន្ថែមពីហ្នឹងគឺដើម្បីងាយស្រួលចំណាំអ្នកទាំងអស់គ្នាដែលធ្លាប់ទិញធ្លាប់ញ៉ាំគាត់ជាស្គាល់ប៉ុន្តែអ្នកដែលគាត់អត់ធ្លាប់ទិញឬក៏កំងតាមអេបអញ្ចឹងភាគច្រើនគាត់ច្រឡំអីអញ្ចឹងណាឃើញបណ្ដៅដូចគ្នាប៉ុន្តែមិនមែនជារបស់គាត់អញ្ចឹងគាត់ចេញ packaging ថ្មីគឺគាត់ធ្វើមានតាំងពីប្រវត្តិរបស់គាត់ហាងនឹងបើកនៅពេលណាបើកដោយសារអីហ្នឹងគឺគាត់រៀបចំមកកាផ្លេនៅក្នុងហ្នឹងហ្មងហើយ logo ហាងហ្នឹងគឺដាក់ច្បាស់ packaging របស់គាត់ផ្ទាល់អញ្ចឹងសម្រាប់អ្នកដែលចង់សាករសជាតិបណ្ដៅអីហ្នឹងអាចទៅរកនៅហាងរបស់គាត់បានឬក៏កំងតាមអនឡាញកំងនៅហាងក៏បានអីក៏បានដែរហើយពិសេសសម្រាប់អ្នកអត់មានគ្នាទៅញ៉ាំណាអាចសាកឈុតម្នាក់ឯងមិនស្លាប់ទេតម្លៃត្រឹមតែ$2.99ទេហើយសម្រាប់ព័ត៌មានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នានៅវីដេអូក្រោយទៀត